តាទម្លាប់អ្វីដែលធ្វើឲ្យយើងកាត់តែអន់ទៅ 1. អ្នកត្អូញត្អែអ្នកគិតថាមកគ្រួសារអ្នកក្រអ្នកបន្ទោឪពុកម្ដាយរបស់អ្នក 2. អ្នកខ្ជិលពន្យាពេល 3. មិនដែលចំណាយពេលរៀនអ្វីថ្មីអ្នកមិនចំណាយពេលអានសៀវភៅមិនចំណាយលុយវិនិយោគលើខ្លួនឯង 4. ញៀនមើលរឿងអាហាភាសជក់បារីញៀនផឹកស្រាលេងហ្គេមច្រើន 5. អ្នករស់នៅដែលគ្មានគោលដៅច្បាស់លាស់គ្មានគោលបំណងច្បាស់លាស់ 6. អូនលេងទូរស័ព្ទគ្មានទីបញ្ចប់អ្នកមិនអាចសំបីផ្ដោតលើការងាររបស់អ្នកលើសពី1ម៉ោងបានទេ 7. មិនទៅវឹកហាត់កាយសម្បត្តិញាក់គិតថាគ្មានពេលតែអ្នកមានពេលផឹកលេងហ្គេមច្រើនម៉ោងជារៀងរាល់ថ្ងៃ 8. អ្នកហ៊ុំព័ន្ធដោយមនុស្សអវិជ្ជមានមនុស្សដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាអ្នកគ្មានសក្តានុពល 9. ដេករងចាំឱកាសរងចាំពេលដ៏ល្អឥតខ្ចោះគំនុំកាយចាប់ផ្ដើមធ្វើអ្វីមួយ 10. ញាក់ចាយលើសពីចំណូលរបស់អ្នកញាក់បន្តខ្ជិលលុយអ្នកដទៃមកទិញរបស់ដែលមិនចាំបាច់ដើម្បីបង្អួតអ្នកដែលញាក់មិនចូលចិត្តសូមអរគុណច្រើនសម្រាប់ការស្ដាប់និងចូលទស្សនាវីដេអូរបស់ខ្ញុំ